នេះជាការបង្ហាញទៅលើទីរូបមួយដែលមានទម្រង់ក្នុងចន្លោះនេះយើងមើល14សប្តាហ៍ស្មើនឹង3ខែកន្លះដោយសារយើងគិតក្នុងមួយខែមានតែ28ថ្ងៃស្មើនឹង4អាទិត្យណាអញ្ចឹងគេរាប់ពីរដូវមានចុងក្រោយទៅដល់គ្រប់ខែយើងបញ្ជាក់ថាកូននឹងស្មើនឹង4សប្តាហ៍ឥឡូវយើងមើលនេះទម្រង់ក្បាលទម្រង់ដៃទម្រង់កកទម្រង់ស្លែងដើមទ្រូងពោះនេះតមសិតបាទហើយបន្ទាប់មកនេះផ្លោកនោមនេះលើថ្ងាសនេះជើងប្រអប់ជើងទាំងពីរមកណាមកតួជើងនៅខ្នងកប៉េះគូតមកมันចកេះខ្នងមកអញ្ចឹងមកនេះយើងមើលទៅទម្រង់នេះគឺក្បាលហើយនេះក៏សាច់ខួរក្បាលណាហើយបន្ទាប់មកនេះក្បាលដើមទ្រូងយើងឃើញស៊ូតនេះពណ៌សនេះសាច់ថ្លើមនេះខាន់នេះផ្លោកនោមហើយតមសិតលើក្បាលពោះតើអ្នកណាគិតថាកូននេះភេទប្រុសឬស្រីណាយើងគិតមើលតើពឹងទៅលើអីគេថាបុកសំណង់ជាភាសាបច្ចេកទេសមួយដែលគេប្រើសម្រាប់វិតម្លៃភេទទារកកាលណាបុកសំណង់ហ្នឹងរៀងទៅវែងហើយបាសឡើងលើអាហ្នឹងបានគេហៅថាភេទប្រុសដល់ពេលបុកសំណង់ហ្នឹងរៀងប្រឆិតមកអញ្ចឹងតែអញ្ចឹងគេសង្ស័យថាភេទស្រីអញ្ចឹងខ្ញុំក៏បកស្រាយទាំងពីរភេទហ្នឹងថាតើប្រុសឬស្រីបាទពួកយើងអះអាងទាំងអស់គ្នាដើម្បីខ្ញុំនិយាយបកស្រាយបន្តអញ្ចឹងណាបាទអញ្ចឹងកូននឹងស្មើនឹង3ខែកន្លះដល់14សប្តាហ៍ហើយយើងបានធ្លាប់បកស្រាយកន្លងមកហើយ14សប្តាហ៍អាចបញ្ជាក់បានភេទ 60% គឺ16សប្តាហ៍បកស្រាយថាប្រុសឬស្រីតែម្ដងគឺស្មើនឹង4ខែពេញណាអញ្ចឹងយើងមើលកូនគាត់នេះហើយបន្ទាប់មកយើងមើលទឹកដល់កញ្ចក់កមានទេណាអសរសនេះសួតតើនេះកាពះមិនគេខ្មៅមកកែកដៃនេះតបសិតនេះហើយអានេះសាច់ស្បូនយើងពត់ជំវិញហាខ្មៅនេះទឹកភ្លោះអញ្ចឹងយើងត្រូវរៀនមើលនេះយើងឃើញមកអញ្ចឹងឲ្យតមសិលក្បាលពោះអញ្ចឹងបានន័យថានេះវាលើថ្ងាសទីរូបមកណានេះលើថ្ងាសមកបន្ទាប់មកអញ្ចឹងមកបាទអរគុណច្រើនអ្នកទាំងអស់គ្នាជួយវិភាគមើលតើប្រុសឬស្រី